សួស្តីបងប្អូនទាំងអស់គ្នាបាទនៅក្នុងសារព័ត៌មានថ្ងៃនេះគឺខ្ញុំដកស្រង់ចេញអំពី Tactic ដែលជាព័ត៌មានខ្លីមួយដែលទើបតែនឹងចេញផ្សាយនៅថ្ងៃទី19ខែមិថុនានេះនៅក្នុងសន្ទរកថាមួយគឺលោកពូទីនគឺចង់និយាយជាមួយនឹង Zelensky ដោយផ្ទាល់ស្ដីអំពីកិច្ចចរចារវាងរុស្ស៊ីជាមួយនឹងអ៊ុយក្រែននៅដំណាក់ចុងក្រោយប្រធានាធិបតីរុស្ស៊ីគឺលោក Vladimir Putin គឺឥឡូវនេះមានឆន្ទៈចង់ជួបជាមួយនឹងសមាភាគីអ៊ុយក្រែនគឺលោក Volodymyr Zelensky នៅក្នុងការសន្ទនាជាមួយនឹងអ្នកសារព័ត៌មានបរទេសមួយប្រធានាធិបតីរុស្ស៊ីគឺលោក Vladimir Putin បានបញ្ជាក់ថាលោកចង់និយាយជាមួយនឹងសមាភាគីគឺលោក Volodymyr Zelensky នៅក្នុងអ្វីដែលហៅថាដំណាក់កាលចុងក្រោយនៅក្នុងការចរចារវាងភាគីទាំងពីរលោកពូទីនចង់បញ្ចប់ជម្លោះនាពេលបច្ចុប្បន្នប៉ុន្តែក៏និយាយផងដែរថាលក្ខខណ្ឌចាំបាច់ត្រូវបានបង្កើតឡើងដើម្បីការពារជម្លោះថ្មីកុំឲ្យកើតឡើងនាពេលអនាគតនេះបើយោងទៅតាមសារព័ត៌មានដ៏ខ្លីមួយនេះគឺចង់បង្ហាញថាលោកពូទីនគឺចង់បញ្ចប់សង្គ្រាមហើយដោយសារតែមូលហេតុជាច្រើនគឺខាងភាគីអ៊ុយក្រែនក៏អាចមានសមត្ថភាពអាចទប់ទល់និងអាចវាយបកទៅកងទ័ពរបស់រុស្ស៊ីវិញជាពិសេសទៅគឺអាចមានលទ្ធភាពនឹងធ្វើការវាយប្រហាររហូតដល់ទៅទីក្រុងមូស្គូហើយនឹងបានបំផ្លាញនៅហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់រុស្ស៊ីដូចជាអាកាសយានដ្ឋានយន្តហោះដែលជាយន្តហោះចម្បាំងរបស់រុស្ស៊ីដែលមានតម្លៃរាប់ពាន់លានដុល្លារដែលត្រូវបានកងទ័ពអ៊ុយក្រែនបានធ្វើការទម្លាក់គ្រាប់បែកឬក៏បានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកទៅបំផ្លាញហើយម្យ៉ាងវិញទៀតនោះថ្មីនេះក៏បានបំផ្លាញនៅស្ពានគ្រីមៀផងដែរជាស្ពានដ៏សំខាន់របស់រុស្ស៊ីក្នុងការដឹកជញ្ជូនសភាវុធមកតាមឧបទ្វីបគ្រីមៀដើម្បីធ្វើសង្គ្រាមជាមួយនឹងអ៊ុយក្រែនហើយបើសិនជារុស្ស៊ីបាត់បង់នៅស្ពានមួយនោះគឺមានន័យថារុស្ស៊ីនឹងបាត់បង់ផ្លូវដឹកជញ្ជូនដ៏ធំនោះហើយនៅថ្មីនេះក៏មានព័ត៌មានមួយទៀតបន្ថែមថាកងទ័ពរបស់កូរ៉េខាងជើងដែលបានបញ្ជូនមកជួយរុស្ស៊ីនោះគឺបានបាត់បង់ស្ទើរតែពាក់កណ្ដាលទៅហើយគឺកាលពីមុនហ្នឹងគឺបានបញ្ជូនគឺប្រហែលជាជាង 10000 នាក់ហើយឥឡូវនេះក៏បានទទួលដំណឹងថាគឺបានបាត់បង់ស្លាប់ហើយនឹងរងរបួសនឹងស្ទើរតែពាក់កណ្ដាលហើយម្យ៉ាងវិញទៀតនោះអ៊ុយក្រែនក៏បានផលិតនៅមីស៊ីលរយៈចម្ងាយឆ្ងាយនិងរយៈចម្ងាយជិតដោយខ្លួនឯងហើយចំពោះមីស៊ីលនេះផងដែរអ៊ុយក្រែនគឺអាចមានសមត្ថភាពឬក៏មានសិទ្ធិក្នុងការបាញ់វាយប្រហារទៅប្រទេសរុស្ស៊ីវិញដោយមិនចាំបាច់ឆ្លងកាត់សុំការអនុញ្ញាតពីសមាជិក NATO ឬក៏អង្គការយោធា NATO នោះទេដូច្នេះហើយបានជាអ៊ុយក្រែនអាចមានលទ្ធភាពនឹងតទល់ជាមួយនឹងរុស្ស៊ី